អ្នកខ្ញុំឈ្មោះហ៊ុនសុកលៀបអ្នកខ្ញុំឈ្មោះកុងសវណ្ណីអ្នកខ្ញុំឈ្មោះឆលនីពួកយើងទាំង3នាក់គឺជាសិស្សដែលរៀននៅវិទ្យាល័យសុខអានសម្រាប់ថ្នាក់ទី10ខសិក្សាមុខវិជ្ជាបំណិនជីវិតក្រមវិធានបទសុវត្ថិភាពចំណីអាហារក្នុងសហគមន៍ចំណុចការអនាម័យលើចំណីអាហារដែលបង្រៀនដោយលោកគ្រូអឹមគឹមហុងដឹងតែហៅថាការអនាម័យលើចំណីអាហារអនាម័យលើចំណីអាហារគឺសំដៅលើអាហារដែលយើងបរិភោគមានអនាម័យគ្មានមេរោគគ្មានធូលីដីព្រួនតេនញ៉ាននិងទទួលបានការចម្អិនយ៉ាងមានស្តង់ដារមិនប៉ះពាល់ដល់សុខភាពកំឡុងពេលចម្អិនអាហារតើយើងត្រូវធ្វើដូចម្តេចខ្លះក្នុងពេលចម្អិនអាហារយើងមាន3ដំណាក់កាលដំណាក់កាលទី1មុនពេលធ្វើចំណីអាហារមាន5ចំណុចគឺទី1ត្រូវលាងដៃឲ្យបានស្អាតមុននឹងចាប់ផ្ដើមធ្វើម្ហូបអាហារគឺជាការសំខាន់ក្នុងការការពារសុខភាពវាជួយបំបត្តិមេរោគនិងសារធាតុដែលប៉ះពាល់ដែលមាននៅលើដៃបើមិនលាងវាអាចបង្កជំងឺឆ្លងចូលទៅក្នុងអាហារនិងរាងកាយរបស់យើងបានពីមុនពេលចម្អិនអាហារយើងត្រូវលាងបន្លែនិងសាច់ឲ្យបានល្អពីព្រោះយើងមិនដឹងទេថាតើនៅលើបន្លែនិងសាច់នោះមានជាប់ដីធូលីឬសារធាតុគីមីដែលកសិករបានប្រើទៅលើបន្លែនិងសាច់ទាំងអស់នោះឬទេទី3ត្រូវត្រាំបន្លែរយៈពេល10ទៅ15នាទីដើម្បីធ្វើឲ្យបន្លែទន់និងនៅក្នុងការចម្អិនវាល្អផងដែរ4ជ្រើសរើសបន្លែនិងសាច់ដែលមានគុណភាពដើម្បីយកមកចម្អិនដើម្បីអាចធានាបានថាអាហារដែលយើងបរិភោគនិងយកមកចម្អិនវាមានសុវត្ថិភាពនិងប្រយោជន៍សម្រាប់រាងកាយទី5សម្ភារៈធ្វើម្ហូបត្រូវស្អាតជានិច្ចព្រោះបើសិនជាសម្ភារៈធ្វើម្ហូបរបស់យើងមិនស្អាតនោះទេវាអាចបង្កជាជំងឺឆ្លងផ្សេងៗមកដល់អាហាររបស់យើងដំណាក់កាលទី2កំឡុងពេលចម្អិនអាហារមាន3ចំណុចគឺចំណុចទី1មិនត្រូវប្រើប្រាស់សម្ភារៈកខ្វក់សម្រាប់ចម្អិនអាហារនោះទេប្រសិនបើយើងប្រើប្រាស់សម្ភារៈកខ្វក់ចម្អិនអាហារដូចជាចានឆ្នាំងឬក៏របស់ផ្សេងដែលយើងយកមកចម្អិនដែលមិនបានលាងវាសម្អាតវាឲ្យស្អាតវាអាចនឹងប៉ះពាល់ដល់សុខភាពយើងដូចជាមានជំងឺឬមានបញ្ហាផ្សេងចំណុចទី2ត្រូវចម្អិនសាច់ឲ្យបានឆ្អិនល្អប្រសិនបើយើងចម្អិនសាច់មិនបានឆ្អិនល្អសាច់ដែលមិនបានឆ្អិនល្អនោះវាអាចនឹងប៉ះពាល់ដល់សុខភាពរបស់យើងដែលធ្វើឲ្យមានមេរោគឬមានបញ្ហាផ្សេងបង្កជាជំងឺរាយរូសដល់យើងចំណុចទី3កំឡុងពេលចម្អិនអាហារក្នុងកំឡុងពេលចម្អិនអាហារយើងត្រូវមើលសាច់ចូលជានិច្ចជៀសវាងកុំឲ្យសាច់ខ្លោចព្រោះពេលចម្អិនសាច់ពេលដែលយើងមិនបានមើលវាឬក៏យើងបើកភ្លើងខ្លាំងផងនោះវាធ្វើឲ្យសាច់របស់យើងខ្លោចដែលមិនអាចបរិភោគវាបានទី3បន្ទាប់ពីចម្អិនអាហាររួចយើងមាន5ចំណុចទី1ដាក់ចំណីអាហារកន្លែងស្អាតដូចជាក្នុងទូក្នុងចានយើងត្រូវក្របកញ្ច្រែងដើម្បីការពារពីសត្វល្អិតនិងធូលីដីចំណុចលេខ2មុនបរិភោគអាហារយើងត្រូវប្រើស្នាព្រាជំនួសដៃព្រោះដៃរបស់យើងកាន់នេះកាន់នោះធ្វើឲ្យដៃរបស់យើងមិនស្អាតអញ្ចឹងហើយយើងត្រូវប្រើស្នាព្រាជំនួសដៃដើម្បីការពារមេរោគផ្សេងទី3មិនត្រូវយកដៃកខ្វក់ទៅប៉ះពាល់អាហារនោះទេព្រោះដៃរបស់យើងកខ្វក់ប្រសិនបើយើងយកទៅប៉ះពាល់អាហារហើយយើងបរិភោគបណ្ដាលឲ្យយើងឈឺពោះរាគរូសជាដើមចំណុចលេខ4លាងសម្អាតសម្ភារៈដែលប្រើប្រាស់ហើយក្នុងកំឡុងពេលចម្អិនអាហាររួចយើងត្រូវលាងសម្អាតសម្ភារៈរបស់យើងពេលដែលយើងប្រើប្រាស់វាតែងតែប្រឡាក់ធ្យូងជាដើមអញ្ចឹងហើយយើងលាងវាឲ្យបានស្អាតទុកចម្អិនអាហារនៅពេលថ្ងៃក្រោយទី5រៀបចំអាហារដាក់កន្លែងផ្សេងគ្នាទៅតាមប្រភេទយើងត្រូវរៀបចំអាហាររបស់យើងដាក់កន្លែងផ្សេងគ្នាទៅតាមប្រភេទយើងត្រូវតុបតែងម៉ូដដើម្បីទាក់ទាញអ្នកបរិភោគក្តីមកខ្លឹមសារប្រធាននេះគេចង់ឲ្យយើងដឹងអំពីការអនាម័យទៅលើចំណីអាហារនិងផលប៉ះពាល់នៅពេលដែលយើងគ្មានអនាម័យទៅលើចំណីអាហារគោលបំណងចង់ឲ្យអ្នកមើលទាំងអស់គ្នាបរិភោគអាហារដែលមានសុវត្ថិភាពនិងអនាម័យល្អសូមអរគុណទៅដល់ទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នាងខ្ញុំបកស្រាយតាំងពីដើមរហូតមកដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកដែលបានមើលវីដេអូនេះនឹងអនុវត្តនៅអ្វីដែលពួកខ្ញុំបានបកស្រាយខាងលើប្រសិនបើមានកន្លែងណាតខុសឆ្គងនាងខ្ញុំទាំង3នាក់សូមអភ័យទោសទៅដល់ទស្សនិកជនទាំងអស់គ្នាផងចុងក្រោយនាងខ្ញុំទាំង3នាក់សូមជូនពរឲ្យទស្សនិកជនទាំងអស់គ្នាជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឃ្លាឡើយ